Bài đi ngồi đây rồi đi ngồi đi ngồi vô cần làm đi đâu mà nói chuyện này cái này nào đây nè vừa kia đang ở đây đang đi bên dù mày phải thấy khác lấy đi lần ba mũiខ្ញុំឡើងមកបកស្រាយអំពីការពិសោធន៍ដីដែលមានជីជាតិតើដីដែលមានជីជាតិមានការបូកផ្សំអ្វីខ្លះជីជាតិមានការបូកផ្សំអ្វីខ្លះពេលដែលយើងពូតដីឲ្យស្រួតយកដាក់ទៅក្នុងទឹកគឺមានពពុះឡើងលើយថានេះគឺជាអុកស៊ីហ្សែនដីមុនដំបូងយើងដាក់ដីលើឆ្នាំងហើយទៅយើងបើកភ្លើងឲ្យខ្លាំងហើយយើងបត់កម៉ូតទៅវាហើយចាំបន្តិចឲ្យវាក្តៅហើយពេលដែលយើងបើកមើលមកមានកំសែទឹកហើយវាមានក្លិនឈ្ងៀមដែលគេហៅថានីកូសារពេលយើងកំដៅវារួចយើងយកដីហ្នឹងមកចាក់ក្នុងទឹករួចយើងកូរមកទុះយើងនឹងឃើញដីកុំគ្នាពេលយើងដីមានដីដូចជាខ្សាច់ដីបាយហើយនឹងជាដៃបន្ទាប់មកទៀតយកផ្នែកខ្លាខាងលើទៅចាក់ក្នុងឆ្នាំងហើយយើងកម្ដៅវាដាក់កម្ដៅវាមួយសន្ទុះយើងនឹងឃើញស្នំចំឆ្នាំងនោះបញ្ជាក់ថាដីដែលមានជីជាតិនោះមានអំបិលខាងនេះបានធ្វើឲ្យរុក្ខជាតិនោះដល់លូតលាស់ធំល្អសន្និដ្ឋានដីល្បាយមានជីជាតិអាចដាំដំណាំបានលូតលាស់បានល្អក្នុងដីល្បាយមានសាក់ហ្នឹងអ្នកថែទាំងអស់គ្នាថ្ងៃនេះក្រុមយើងខ្ញុំឡើងមកបកស្រាយអំពីការពិសោធន៍ដីដែលមានជីជាតិតើដីដែលមានជីជាតិមានគ្រឿងផ្សំអ្វីខ្លះដីដែលមានជីជាតិមានសារធាតុលេខផ្សំមានដូចជាខ្យល់នៅពេលដែលយើងយកដីយកមកពូនជុំគ្នាឲ្យវាកើតជាដុំមួយហើយយើងយកដាក់ចូលក្នុងទឹកយើងនឹងឃើញមានពពុះផុសឡើងមកលើនោះមានន័យថាដីនោះមានខ្យល់យើងយកដីចាក់ចូលក្នុងឆ្នាំងហើយបើកគេឲ្យខ្លាំងហើយដល់ចាំរៀងមួយស្ទុះហើយមើលការ៉ុតបើឃើញការ៉ុតទឹកមានន័យថាដីនោះមានទឹកយើងយកដីហ្នឹងយើងយកដីដាក់ចូលឆ្នាំងហើយយើងបើកដីទីខ្លាំងហើយមកពេលវាអត់ហើយយើងបើកគ្រាប់ហើយចាក់ដីចូលទៅខាងក្នុងទឹករួចយើងកូរវាទុក
បំខាត់និចជាចុងក្រោយធាតុផ្សំដែលនៅក្នុងដីដែលមានជីជាតិមានដូចជាលីមួកកកំទេកាកសំណល់រុក្ខឈើតូចទឹកនិងខ្យល់សូមអរគុណស្នឹមរបស់វាពឺរៀងអីចាអញ្ចឹងកូនមើលមើលស្នឹមពឺអីពឺរៀងខ្មៅចាអញ្ចឹងនៅក្នុងនេះគេហៅវាថាជាអំបិលខានិចវាជួយទ្រទ្រង់រុក្ខជាតិឲ្យមានការរីកលូតលាស់ផងបានល្អវាជាតិប្រៃដែរគឺអំបិលប្រៃអញ្ចឹងវាមានជាតិប្រៃអញ្ចឹងវាជួយឲ្យរុក្ខជាតិរបស់យើងលូតលាស់បានល្អអញ្ចឹងយើងបានប្រមាណហើយតោះឥឡូវមានជាតិដែរហ៎ចាចាមកពីប្រទេសទីនេះដីល្បាយនេះចាអស់ហើយបងអស់ហើយបាទឥឡូវយើងថតតាមបាននៅអំពីដីថតតាមបាននៅអញ្ចឹងយើងបានប្រហែលចំណុចហើយមានខ្យល់មានអីទៀតទឹកដីខ្សាច់ដីអត់ដីអីមែនណាដីថ្មអីមីក្រូសារពាង្គកាយកូនហិតមែនណាចាឥឡូវ